mà cha bé đông rồi bỏ Dr. Tông mơ chui do bật tốt cái lại ná đây cái nạ kru pet Campuchia sở xe tha mình oi Dr. Tông phật lật miệt tất cả chui bà hành phong khẩn vô vô nhung rô ớt khênh rư cô cái hai thang nhung sắc xa cho bắp ở đó nhung miên ai cái xa ở đó cái mùi khai chỉ cái đọc hô chai cả lạp nè mà đai cả lạp ơi nhung ngò cả xuồng á miệt tất cả là o dân bà khó thử ấy hai quạt tỏ brom này non bị vô này non quạt tháo dân thân nhận bà cả miệt tất cả sau cả phim dân thử xong bắp pi cái xuồng bị bút thô chai cả lạp ta Dr. Tông chia mà cha bé đồng rồi bà chai cả lạp men tê chai cả lạp cái lại năng chai cả lạp man biết cái lại ná an phải vô cái lại ná để ham cái hai tha cái nạ kru pet Campuchia mình oi Dr. Tôngผลิต video សុខភាពគ្រាន់តែជាការណែនាំជាក្រុមសិលធម៌បន្តែវាពិបាកដែរមនុស្សធ្វើវីដេអូបានក៏ដោយសារតែមានការឧបត្ថម្ភមិនឲ្យមានការឧបត្ថម្ភវីដេអូហ្នឹងទៅមិនរួចហ្នឹងនិយាយពីក្រុមសិលធម៌វាប្រឆេះអញ្ចឹងណាហើយមួយទៀតអ្វីដែលគេហៅថាព័ត៌មានមួយគួរជាព័ត៌មានសម្រិតសម្រាំងបើសិនជាព័ត៌មានសុខភាពនឹងខុសឬក៏មានការយល់ច្រឡំដោយគ្រូពេទ្យមួយអត់បានផ្ទៀងផ្ទាត់អាកន្លែងនេះខាងគណៈគ្រូពេទ្យណាខ្ញុំខូតខ្ញុំនិយាយនេះក្នុងនាមខ្ញុំអ្នករៀនដល់បណ្ឌិតដែរបើខ្ញុំនិយាយខ្ញុំអត់និយាយក្នុងនាមខ្ញុំអ្នករៀនពេទ្យទេខូតណាអំពីការថែទាំសុខភាពសុខុមាលភាពជូនដល់សាធារណជនត្រូវតែខិតខំផ្ទៀងផ្ទាត់ព័ត៌មានស្ដីពីសុខភាពឈរលើមូលដ្ឋានវិទ្យាសាស្ត្រវិទ្យាសាស្ត្រច្បាស់លាស់ពិតប្រាកដអាចផ្ទៀងផ្ទាត់បាន evidence based on medicine EBM ដោយអ្នកជំនាញជាតិនិងអន្តរជាតិនិងអង្គការសុខភាពពិភពលោកនិយាយអញ្ចឹងវាត្រូវតែថាធ្វើឲ្យមួយសម្រិតសម្រាំងប៉ុន្តែការសម្រិតសម្រាំងមួយជាលំបាកព្រោះអីអ្នកគ្រូពេទ្យកម្ពុជាចង់ឲ្យអ្វីដែលចេញទៅគឺត្រូវមិនមានកំហុសអញ្ចឹងណាអានេះគឺជាអ្វីដែលគណៈគ្រូពេទ្យបដោតគឺចង់និយាយថាបើខុសគឺវានាំទុកដល់សុខភាពសាធារណៈរបស់ប្រជាជនកម្ពុជាអានោះវាជារឿងមួយដែលប្រទាំងបន្ទុះហើយឥឡូវបកមកចែកកលាប big influencer ឬក៏ influencer ឬក៏មនុស្សគ្រប់គ្នាដែលមានឥទ្ធិពលមនុស្សខ្លះឈួតនិយាយឈួតក៏คล้ายទៅជាការពិតដែរនិយាយឈួតក៏ជារឿងត្រូវដែរយកតែប្រៀបរឿងលក់ឡេណាណោះខ្ញុំចង់និយាយអំពីការចំជីខ្ញុំអត់និយាយអំពីបញ្ហាសុខភាពទេព្រោះខ្ញុំមិនមែនដុកទ័រសុខភាពទេតើមិត្តដុកទ័រអេបហ្នឹងបានចុះបញ្ជីពាណិជ្ជកម្មហើយបង់លុយពន្ធដារអីធំត្រូវនៅអានេះខ្ញុំនិយាយក្នុងន័យពាណិជ្ជកម្មក្នុងន័យពន្ធដារអញ្ចឹងខ្ញុំបកសរុបមកដដែល2ពាក្យក្រមសីលធម៌คล้ายទៅជាការលុបវីដេអូ2 new คล้ายជា disinformation ឬក៏ misinformation 2ការណែនាំคล้ายទៅជាការលុបនេះគឺជាការទាញរបស់ big influencer ដុកទ័រតង់ម៉ែកាឡាបមែនទេបើមានព័ត៌មានដែលខាងក្រសួងសុខាភិបាលហាមមិនអោយផលិតវីដេអូសុខភាពជួយប្រាប់ខ្ញុំផងកុំមកបៀបថានិយាយសរសេរឲ្យមានការយល់ច្រឡំនាំទៅដល់ការគិតខុសចំពោះអ្នកដឹកនាំព្រោះហេតុអីអត់មាន clear កន្លែងណាមួយដែលបង្ហាញថាគណៈគ្រូពេទ្យមិនអោយដុកទ័រតង់ផលិតវីដេអូបើមានជួយខ្ញុំផងជួយសរសេរមកជួយ screenshot មកផងគេគ្រាន់តែនិយាយអំពីក្រមសីលធម៌គ្រូពេទ្យមិនអាចយកលុយថ្លៃទេម៉ែអើយដុកទ័រពេទ្យថ្លៃគ្រាន់តែចូលសួរ4ម៉ាត់ឬក៏4-10នាទី30-40រៀលខ្ញុំអ្នកក្រនេះអត់មានលុយទៅមើលទេកុំបានសមធម៌ក៏អីងប់ហ្មងអញ្ចឹងអ្វីដែលចង់និយាយតើអ្វីទៅជាក្រមសីលធម៌គ្រូពេទ្យអូខេគ្រូពេទ្យកុំយកលុយថ្លៃពេកឃើញអ្នកជំងឺតែមើលប៉ុន្តែខ្លួនឯងអត់មានហើយក៏ពិបាកដែរអញ្ចឹងចង់និយាយជាសរុបតាក់ទងរឿងហ្នឹងកន្លែងណាបន្ទាត់កន្លែងណា clear កន្លែងណាដែលបង្ហាញថាគណៈគ្រូពេទ្យកម្ពុជាមិនអោយដុកទ័រតង់ផលិតវីដេអូគ្រាន់តែថាអាក្រមសីលធម៌ដែលវាមិនខុសច្បាប់ហ្នឹងគឺហាមមិនអោយលើកតម្កើងឬក៏ផ្សាយពាណិជ្ជកម្មនៅក្នុងមាតិកាឬក៏វីដេអូសុខភាពចំណេះដឹងសុខភាពមួយហ្នឹងអញ្ចឹងចែកកាឡាបម៉ែកាឡាប
បងស្រីក៏ឡាប់ជួយបង្ហាញបន្ទាត់មួយណាដែលគណៈគ្រូពេទ្យហាមមិនឲ្យផលិតវីដេអូសុខភាពអរគុណ